Photoshop បាទនេះគឺរបៀបធ្វើអក្សរផុសតាមផ្ទៃ background របស់យើងគឺពណ៌ green នេះបាទគឺយើងចាប់ផ្ដើមចូលទៅធ្វើវាតាមនេះគឺសេសមកបាទបើស្ដាំយកពាក្យថា horizontal timer tool បាទទៅយើងចាប់ផ្ដើមសរសេរមកដូចជាសរសេរពាក្យថា background បាទ B A C K G R O U N D បាទប៉ុណ្ណឹងមកគឺបាទទីនេះគឺយើង tick មកបាទបន្តមកទៀតគឺយើងត្រូវចូលទៅលើmenuyរបស់យើងគឺ layer បាទយកពាក្យថា new adjustment layer ហើយបន្តមកទៀតគឺយើងយកពាក្យថា level ហើយអូខេបន្តមកទៀតគឺយើងត្រូវចូល layer ជាលើកទី2បាទ layer style នេះ layer style bevel and emboss បាទទីនេះគឺយើងចាប់ផ្ដើមសារ៉េវាទៅបាទនេះណា emboss យើងយកអីគេ emboss ចឹងណាហើយទីនេះគឺយើងជួយមកបាទ choose ហាបាទសារ៉េកន្លែងនេះមកណាសារ៉េចុះសេឡាបាទនេះសបរបស់យើងណាយើងមើលទីនេះឃើញហើយបាទផ្ទៃ background បាទនេះគឺ soft stone ណាបាទចុះមកបាទប៉ុណ្ណឹងយើងអូខេមកបាទនេះគឺយើងបាន background របស់យើងដែលមានពណ៌ដូចអក្សរដូចទៅនឹងពណ៌ background បាទអូខេបាទធ្វើការ save ទុកទៅចឹង file ដូចពីថា save as background color បាទខ្ញុំទុកនៅ 3D បាទបន្តមកទៀតគឺខ្ញុំយកជា JPEG បាទគឺការ save ជាការស្រេចអូខេអរគុណសម្រាប់ការតាមដាន